បាទបងប្អូននេះគឺជាត្រឡោករបស់ម៉ូតូ ADV 150ដែលមិនងាយនឹងឆែកខ្សែពៀនបងប្អូនណាបាទអញ្ចឹងពោពេញទៅដោយដីតែម្ដងហើយជាមួយនឹងខ្លាញ់គោបងប្អូនណាបាទអញ្ចឹងសម្រាប់បញ្ហាបែបនេះនឹងធ្វើឲ្យម៉ូតូរបស់យើងញាក់ញ័រមិនសូវមានដេប៉ាហើយក៏ជិះទៅរៀងងាងដែរដោយសារតែរអិលជាមួយនឹងខ្លាញ់គោនឹងតែម្ដងបងប្អូនបាទហើយយើងទៅឆែកបន្តទៀតជាមួយនឹងចានកង្ហាលបាទជាមួយនឹងខ្សែពៀនបាទឃើញថាចានកង្ហាលរបស់គាត់គឺនៅស្អាតណាបាទហើយជាមួយនឹងខ្សែពៀនបើយើងឆែកបន្តទៅឃើញថានៅល្អដូចគ្នាបាទហើយជាមួយនឹងចានឃ្លីក៏នៅល្អបងប្អូនណាបាទអញ្ចឹង ADV 150បងប្អូននឹងហើយគឺធន់ណាម៉ូតូធន់មែនតើ ADV 150ធន់ស្ងាត់ស្ទុះបាទហើយប្រើប្រាស់បានល្អមែនតើគ្រប់ទម្រង់តែម្ដងបាទអញ្ចឹងខានឆែកយូរក៏នៅតែគឺមង្គមក្នុងខ្សែពៀនក៏នៅតែល្អច្រើនបងប្អូនណាបាទអញ្ចឹងសម្រាប់ម៉ូតូរបស់បងប្រុសគឺយើងធ្វើការផ្លាស់ប្ដូរតិចតួចមែនតើបាទយើងលាងសម្អាតមកស្អាតជូនគាត់តែម្ដងណាបងប្អូនបាទអញ្ចឹងបងប្អូនមានតម្រូវការចង់ឆែកណាអាចតាក់ទងមកបានទីតាំងលើផ្លូវសាឡាបាទអរគុណ